វត្តសំពងចាអស្ចារ្យណាស់ក៏ក្រើកទៅក៏ក្រើកដីហើយពេលនេះចាក្នុងខែមីនាចាដោយសារតែមានវងល្ខោនចាសម្ដែងនាពេលរាត្រីហ្នឹងគឺ2យប់តែម្ដងបងប្អូនចាសួស្ដីប្រិយមិត្តដែលកំពុងតែទស្សនាតាមរយៈវីដេអូមួយនេះវត្តសំពងចាក្នុងការរៀបចំកម្មវិធីបុណ្យឆ្លងចាសាលាបាលីនិងមហាកុដរបងបន្ទប់ទឹកស្អាតព្រមទាំងសមិទ្ធផលនានានិងរួមបញ្ចូលទាំងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីផងដែរចាដែលប្រព្រឹត្តទៅនៅថ្ងៃទី7ទី8ខែមីនាឆ្នាំ2026ខាងមុខនេះហើយអ្វីដែលកាន់តែពិសេសណាបងប្អូនចាក៏មានសម្ដែងចាល្ខោននាពេលរាត្រីចាចំនួន2រាត្រីផងដែរចាសប្បាយខ្លាំងណាស់បងប្អូនដូច្នេះនេះខ្ញុំសូមផ្ដល់ដំណឹងមួយនេះចែកជូនទៅកាន់បងប្អូនញាតិមិត្តជិតឆ្ងាយពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ដែលតែងតែស្គាល់ចានៅក្នុងទីតាំងវត្តសំពងចាអញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យឆ្លងសាលាបាលីចានិងមហាកុដព្រមទាំងរបងបន្ទប់ទឹកស្អាតដែលសាងសង់ហើយថ្មីនេះចាឲ្យបានច្រើនកុសកទាំងអស់គ្នាហើយពេលនោះផងដែរចាខ្ញុំសូមអំពាវនាវទៅកាន់បងប្អូនញាតិមិត្តជិតឆ្ងាយប្រុសស្រីអ៊ំពូមីងលោកយាយលោកតាអញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យនេះឲ្យបានច្រើនកុសកណាបងប្អូនហើយក្នុងកម្មវិធីបុណ្យនេះចាត្រូវនឹងថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាទំនេរពីការងារអីបងប្អូនអាចអញ្ជើញមកទស្សនាអញ្ជើញមកបុណ្យបានណាបងប្អូនហើយចាប់មគ្គផលចាទៅតាមកម្លាំងសទ្ធាជ្រះថ្លារបស់ពុកម៉ែបងប្អូនតិចក្តីច្រើនក្តីណាបងប្អូនឲ្យបានគ្រប់គ្នាចាសាងនៅផល្លាអនុសង្ឃល្អចាដើម្បីឧទ្ទិសជូនដល់បងប្អូនញាតិមិត្តចាដែលបានបាក់បែកចែកឋានទៅទាំងអស់ចាដែលកើតមាននៅក្នុងវត្តសំពងនេះហើយដូច្នេះនៅក្នុងកម្មវិធីបុណ្យនេះខ្ញុំសូមបញ្ជាក់បន្តិចចានៅថ្ងៃសៅរ៍ថ្ងៃអាទិត្យចាត្រូវនឹងថ្ងៃទី7ចាទី8ឆ្នាំ2026នេះកាន់តែគៀកថ្ងៃហើយបងប្អូនចាហើយខ្ញុំចាំដាក់กระดาษប៉ុននៅខាងក្រោមវីដេអូនេះជូនបងប្អូនបន្ថែមហើយអ្វីដែលខ្ញុំចង់ react ហើយពិពណ៌នាជូនទៅកាន់បងប្អូននោះចាមានវងល្ខោនលេងនៅពេល2រាត្រីចាចានិយាយទៅរៀងជាប់មាត់ដែរហើយបើសិនណាជាបងប្អូនទីចិត្តទីឆ្ងាយចានៅក្នុងខេត្តព្រៃវែងក្តីខាងខេត្តស្វាយរៀងក្តីឬក៏អញ្ជើញមកពីខាងខេត្តផ្សេងក្តីចាអាចអញ្ជើញមកលេងនៅចាវត្តសំពងយើងឲ្យបានច្រើនកុសកណាបងប្អូនអបអរសាទរនៅក្នុងកម្មវិធីបុណ្យឆ្លងសាលាបាលីនិងមហាកុដព្រមទាំងសមិទ្ធផលនានាដែលកើតមាននៅក្នុងវត្តសំពងចាហើយជាចុងក្រោយនេះខ្ញុំក៏ដែលជាប្រជាពលរដ្ឋចាដែលជាសិក្សានុសិស្សធ្លាប់ក្រេបបញ្ជូតនៅចំណេះដឹងពីទីតាំងមួយនេះសូមថ្លែងអំណរអគុណនិងអរព្រះគុណដល់ព្រះអង្គគ្រូចៅអធិការដែលមានការខិតខំប្រឹងប្រែងមោះមុតចាពុះពៀគ្រប់ឧបសគ្គទាំងអស់ដើម្បីកសាងនៅទីតាំងមួយនេះឲ្យមានប្រជាប្រិយភាពនៅពេលបច្ចុប្បន្នមកដល់ឆ្នាំ2026នេះចាឃើញថាល្អស្អាតគ្មានចន្លោះទាស់ខុសត្រង់ណាទេហើយសូមបញ្ជាក់នៅថ្ងៃបុណ្យម្ដងទៀតចាដើម្បីជូនបងប្អូនកុំឲ្យភ្លេចចានៅថ្ងៃទី7ទី8ខែមិនិនាឆ្នាំ2026ខាងមុខនេះដែលត្រូវនឹងថ្ងៃសៅរ៍និងថ្ងៃអាទិត្យបងប្អូនអញ្ជើញមកលេងអញ្ជើញមកវត្តចាអញ្ជើញមកបុណ្យនេះឲ្យបានច្រើនកុសកហើយពេលនោះផងដែរនាងខ្ញុំប្រហែលជាឆ្លៀតពេលវេលាមួយដ៏មានតម្លៃនឹងបានទៅចូលរួមនៅទីនោះដែរដូច្នេះបងប្អូនកុំភ្លេចអញ្ជើញទៅណាទាំងពេលថ្ងៃនិងពេលរាត្រីព្រោះដោយសារផ្ទះកណ្ដាលរបស់ខ្ញុំតែម្ដាយខ្ញុំនៅខាងភូមិតាកេតដូច្នេះនៅគៀកវត្តដែរទេបើបងប្អូនចង់អញ្ជើញទៅអីចាអូខេចាជំរាបលា